សូមនមស្ការចំពោះព្រះមានព្រះភិក្ខជាអរហន្តអង្គនោះនឹងខ្ញុំសូមអានគម្ពីរប្តីដាក់ជូនពុកម៉ែបងប្អូនស្ដាប់ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានព្រះភិក្ខគង់ទ្រង់គង់នៅក្នុងវត្តចេតពុនរបស់អនាថបណ្ឌិតសេដ្ឋីជិតក្រុងសាវត្ថីការព្រះមានព្រះភិក្ខគង់នៅក្នុងវត្តនោះបានត្រាស់ហៅភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយនោះទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភិក្ខថាព្រះករណាព្រះអង្គទើបព្រះមានព្រះភិក្ខទ្រង់ត្រាស់ដូច្នេះថាមនាលភិក្ខុទាំងឡាយតថាគតនឹងសម្ដែងនៅបដិច្ចសមុប្បទាធម៌ដល់អ្នកទាំងឡាយចូលអ្នកទាំងឡាយប្រុងស្ដាប់ធម៌នោះចូលធ្វើទុកក្នុងចិត្តដោយប្របីចោះតថាគតនឹងសម្ដែងប្រាប់ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភិក្ខថាព្រះករុណាព្រះអង្គព្រះមានព្រះភិក្ខទ្រង់ត្រាស់ដូច្នេះថាមនាលភិក្ខុទាំងឡាយចុះបដិច្ចសមុប្បទាធម៌តើដូចម្ដេចមនាលភិក្ខុទាំងឡាយសង្ខារទាំងឡាយកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមរូបកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈ6កើតមានព្រោះនាមរូបជាបច្ច័យភាសៈកើតមានព្រោះអាយតនៈ6ជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យតណ្ហាកើតមានព្រោះវេទនាជាបច្ច័យឧបាទានកើតមានព្រោះតណ្ហាជាបច្ច័យភពកើតមានព្រោះឧបាទានជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យជរាមរណៈសេចក្តីសោកស្ដាយសេចក្តីខ្សឹបខ្សួលសេចក្តីលំបាកកាយលំបាកចិត្តនិងសេចក្តីចង្អៀតចង្អល់ចិត្តកើតមានព្រមព្រោះជាតិជាបច្ច័យការកើតឡើងព្រមនៃកងទុកទាំងអស់នោះរមែងមានយ៉ាងនេះមនាលភិក្ខុទាំងឡាយនេះហៅថាបដិច្ចសមុប្បទាធម៌ការរលត់នៃសង្ខារព្រោះការវិនាសនិងការរលត់ឥតសេសសល់នៃអវិជ្ជាការរលត់នៃវិញ្ញាណព្រោះការរលត់នៃសង្ខារការរលត់នៃនាមរូបព្រោះការរលត់នៃវិញ្ញាណការរលត់នៃអាយតនៈ6ព្រោះការរលត់នៃនាមរូបការរលត់នៃភាសៈព្រោះការរលត់នៃអាយតនៈ6ការរលត់នៃវេទនាព្រោះការរលត់នៃភាសៈការរលត់នៃតណ្ហាព្រោះការរលត់នៃវេទនាការរលត់នៃឧបាទានព្រោះការរលត់នៃតណ្ហាការរលត់នៃភពព្រោះការរលត់នៃឧបាទានការរលត់នៃជាតិព្រោះការរលត់នៃភពជរាមរណៈសេចក្តីសោកស្ដាយសេចក្តីខ្សឹបខ្សួលសេចក្តីលំបាកកាយលំបាកចិត្តនិងសេចក្តីចង្អៀតចង្អល់ចិត្តរមែងរលត់ទៅព្រោះការរលត់នៃជាតិការរលត់នៃកងទុកទាំងអស់នោះរមែងមានយ៉ាងនេះលុះព្រះមានព្រះភិក្ខទ្រង់ត្រាស់ដូច្នេះហើយពួកភិក្ខុទាំងនោះក៏មានចិត្តត្រេកអររីករាយចំពោះភាសិតរបស់ព្រះមានព្រះភិក្ខចាប់សូត្រទី1ទ្រង់គង់នៅចិត្តក្រុងសាវត្ថីមនាលភិក្ខុទាំងឡាយតថាគតនឹងសម្ដែងនឹងញែកនៅបដិច្ចសមុប្បទាធម៌ដល់អ្នកទាំងឡាយចូលអ្នកទាំងឡាយប្រុងស្ដាប់ធម៌នោះចូលធ្វើទុកក្នុងចិត្តដោយប្រពៃចោះតថាគតនឹងសម្ដែងប្រាប់ភិក្ខុទាំងនោះទទួលតបព្រះពុទ្ធដីកានៃព្រះមានព្រះភិក្ខថាព្រះករុណាព្រះអង្គព្រះមានព្រះភិក្ខទ្រង់ត្រាស់ដូច្នេះថាមនាលភិក្ខុទាំងឡាយចុះបដិច្ចសមុប្បទាធម៌តើដូចម្ដេចមនាលភិក្ខុទាំងឡាយសង្ខារទាំងឡាយកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យនាមរូបកើតមានព្រោះវិញ្ញាណជាបច្ច័យអាយតនៈ6កើតមានព្រោះនាមរូបជាបច្ច័យភាសៈកើតមានព្រោះអាយតនៈ6បច្ច័យជាបច្ច័យវេទនាកើតមានព្រោះភាសៈជាបច្ច័យតណ្ហាកើតមានព្រោះវេទនាជាបច្ច័យឧបាទានកើតមានព្រោះតណ្ហាជាបច្ច័យភ
พកើតមានព្រោះឧបាទានជាបច្ច័យជាតិកើតមានព្រោះភពជាបច្ច័យជរាមរណៈសេចក្តីសោកស្ដាយសេចក្តីខ្សឹបខ្សួលសេចក្តីលំបាកកាយលំបាកចិត្តនិងសេចក្តីចង្អៀតចង្អល់ចិត្តក៏កើតមានព្រមព្រោះជាតិជាបច្ច័យការកើតឡើងព្រមនៃកងទុកទាំងអស់នោះរមែងមានយ៉ាងនេះមនាលភិក្ខុទាំងឡាយចុះជរាមរណៈតើដូចម្ដេចសេចក្តីក្រំគ្រាភាពក្រំគ្រាថ្មិញបាក់សក់ស្កើស្បែកជ្រួញជ្រាវដំណើរថយនៃអាយុដំណើរចាស់ទុំនៃឥន្ទ្រីទាំងឡាយណារបស់សត្វទាំងឡាយនោះក្នុងសតិនិកាយនោះនេះហៅថាជរាមនាលភិក្ខុទាំងឡាយចុះមរណៈតើដូចម្ដេចចោតិការឃ្លាតការបែកធ្លាយការបាត់បង់ទៅសេចក្តីស្លាប់ដំណើរងាប់ការធ្វើមរណកាលការបែកធ្លាយនៃខណ្ឌទាំងឡាយការដាក់ចុះនៅសាកសពការដាច់នៃជីវិតឥន្ទ្រីណារបស់សត្វទាំងឡាយនោះចាក់សតិនិកាយនោះនេះហៅថាមរណៈមនាលភិក្ខុទាំងឡាយព្រោះហេតុនេះជរានឹងមរណៈនេះផងហៅថាជរានឹងមរណៈមនាលភិក្ខុទាំងឡាយចុះជាតិតើដូចម្ដេចកិរិយាកើតជាដំបូងកិរិយាកើតព្រមកិរិយាចុះចាប់ផ្ទៃកិរិយាកើតកិរិយាវិលត្រឡប់មកកើតកិរិយាកើតប្រកបនៃខណ្ឌទាំងឡាយកិរិយាបាននៅអាយតនៈណារបស់សត្វទាំងឡាយនោះក្នុងសតិនិកាយនោះមនាលភិក្ខុទាំងឡាយនេះហៅថាជាតិមនាលភិក្ខុទាំងឡាយចុះភពតើដូចម្ដេចមនាលភិក្ខុទាំងឡាយភពនេះមាន3គឺកាមភព1អរូបភព1អរូបរូបភព1អរូបភព1មនាលភិក្ខុទាំងឡាយនេះហៅថាភពមនាលភិក្ខុទាំងឡាយចុះឧបាទានតើដូចម្ដេចមនាលភិក្ខុទាំងឡាយឧបាទាននេះមាន4គឺកាមឧបាទាន1ទិដ្ឋុបាទាន1សិលពតុបាទាន1អត្តវាតុបាទាន1មនាលភិក្ខុទាំងឡាយនេះហៅថាឧបាទានមនាលភិក្ខុទាំងឡាយចុះតណ្ហាតើដូចម្ដេចមនាលភិក្ខុទាំងឡាយពួកតណ្ហានេះមាន6គឺរូបតណ្ហា1សទ្ធៈតណ្ហា1គុណធៈតណ្ហា1រសតណ្ហា1ផោតតពៈតណ្ហា1ធម្មៈតណ្ហា1មនាលភិក្ខុទាំងឡាយនេះហៅថាតណ្ហាមនាលភិក្ខុទាំងឡាយចុះវេទនាតើដូចម្ដេចមនាលភិក្ខុទាំងឡាយពួកវេទនានេះមាន6គឺវេទនាកើតអំពីចក្ខុសម្ផស្ស1វេទនាកើតអំពីសោតសម្ផស្ស1វេទនាកើតអំពីឃានសម្ផស្ស1វេទនាកើតអំពីជីវហាសម្ផស្ស1វេទនាកើតអំពីកាយសម្ផស្ស1វេទនាកើតអំពីមនោសម្ផស្ស1មនាលភិក្ខុទាំងឡាយនេះហៅថាវេទនាមនាលភិក្ខុទាំងឡាយចុះភាសៈតើដូចម្ដេចមនាលភិក្ខុទាំងឡាយពួកភាសៈនេះមាន6គឺចក្ខុសម្ផស្ស1សោតសម្ផស្ស1ឃានសម្ផស្ស1ជីវហាសម្ផស្ស1កាយសម្ផស្ស1មនោសម្ផស្ស1មនាលភិក្ខុទាំងឡាយនេះហៅថាភាសៈមនាលភិក្ខុទាំងឡាយចុះអាយតនៈ6តើដូចម្ដេចចក្ខាយតនៈ1សោតាយតនៈ1ឃានាយតនៈ1ជីវហាយតនៈ1កាយាយតនៈ1មនោយតនៈ1មនាលភិក្ខុទាំងឡាយនេះហៅថាអាយតនៈ6មនាលភិក្ខុទាំងឡាយចុះនាមរូបតើដូចម្ដេចវេទនា1សញ្ញា1ចេតនា1ភាសៈ1មនសិកា1នេះហៅថានាមមហាភូតរូប4និងឧបាទានរូបរបស់មហាភូតរូប4នេះហៅថារូបមនាលភិក្ខុទាំងឡាយនាមនេះផងរូបនេះផងហៅថានាមរូប
ដោយប្រការដូចនេះមនាលភិក្ខុទាំងឡាយចុះវិញ្ញាណតើដូចម្ដេចមនាលភិក្ខុទាំងឡាយពួកវិញ្ញាណនេះមាន6គឺចក្ខុវិញ្ញាណសោតវិញ្ញាណ1ឃានវិញ្ញាណ1ជីវហាវិញ្ញាណ1កាយវិញ្ញាណ1មโนវិញ្ញាណ1មនាលភិក្ខុទាំងឡាយនេះហៅថាវិញ្ញាណមនាលភិក្ខុទាំងឡាយចុះសង្ខារតើដូចម្ដេចមនាលភិក្ខុទាំងឡាយសង្ខារនេះមាន3គឺកាយសង្ខារ1វចីសង្ខារ1ចិត្តសង្ខារ1មនាលភិក្ខុទាំងឡាយនេះហៅថាសង្ខារមនាលភិក្ខុទាំងឡាយចុះអវិជ្ជាតើដូចម្ដេចមនាលភិក្ខុទាំងឡាយសេចក្តីមិនដឹងក្នុងទុក្ខ1សេចក្តីមិនដឹងក្នុងហេតុជាទីកើតទុក្ខ1សេចក្តីមិនដឹងក្នុងទីរលត់ទុក្ខ1សេចក្តីមិនដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ទុក្ខ1មនាលភិក្ខុទាំងឡាយនេះហៅថាអវិជ្ជាមនាលភិក្ខុទាំងឡាយសង្ខារទាំងឡាយកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យដោយប្រការដូចនេះឯងការកើតឡើងព្រមនៃកងទុក្ខទាំងអស់នោះរមែងមានយ៉ាងនេះការរលត់នៃសង្ខារព្រោះការវិនិច្ឆ័យនិងការរលត់ឥតសេសសល់នៃអវិជ្ជាការរលត់នៃវិញ្ញាណព្រោះការរលត់នៃសង្ខារការរលត់នៃកងទុក្ខទាំងអស់នោះរមែងយ៉ាងនេះចប់សូត្រទី2ទ្រង់គង់នៅក្នុងក្រុងសាវត្ថីមនាលភិក្ខុទាំងឡាយតថាគតនឹងសម្ដែងនៅមច្ឆាបដិបទានិងសម្មាបដិបទាដល់អ្នកទាំងឡាយចូលអ្នកទាំងឡាយប្រុងស្ដាប់ធម៌នោះចូលធ្វើទុកក្នុងចិត្តដោយប្រពៃចោះតថាគតនឹងសម្ដែងប្រាប់ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភិក្ខថាព្រះករុណាព្រះអង្គទើបព្រះមានព្រះភិក្ខទ្រង់ត្រាស់ដូច្នេះថាមនាលភិក្ខុទាំងឡាយចុះមច្ឆាបដិបទាតើដូចម្ដេចមនាលភិក្ខុទាំងឡាយសង្ខារទាំងឡាយមានកើតមានព្រោះអវិជ្ជាជាបច្ច័យវិញ្ញាណកើតមានព្រោះសង្ខារជាបច្ច័យការកើតឡើងព្រមនៃកងទុក្ខទាំងអស់នោះរមែងមានយ៉ាងនេះមនាលភិក្ខុទាំងឡាយនេះហៅថាមច្ឆាបដិបទាមនាលភិក្ខុទាំងឡាយចុះសម្មាបដិបទាតើដូចម្ដេចការរលត់នៃសង្ខារព្រោះការវិនិច្ឆ័យនិងការរលត់ឥតមានសេសសល់នៃអវិជ្ជាការរលត់នៃវិញ្ញាណព្រោះការរលត់នៃសង្ខារការរលត់នៃកងទុក្ខទាំងអស់នោះរមែងមានយ៉ាងនេះមនាលភិក្ខុទាំងឡាយនេះហៅថាសម្មាបដិបទាចប់សូត្រទី3ចាអរគុណច្រើន